គុណច្រើនសូមជំរាបសួរម្ដងទៀតអរគុណច្រើនមែនទែនដែលបងប្អូនយើងចេះតែតាមដាននៅសេចក្តីពិតរបស់ព្រះអង្គឥឡូវនេះយើងចូលមកដល់ខ4គ្រាន់តែអានហើយនឹងឲ្យបងប្អូនយើងទៅតពីខ4មកគឺគេនឹងងាកទឹកជាចេញពីសេចក្តីពិតបែរទៅតាមរឿងព្រេងវិញអូខេឥឡូវនេះយើងចាប់ផ្ដើមខ5កុំឲ្យយូរតែឯអ្នកចូលឲ្យមានគំនិតនឹងថឹងក្នុងគ្រប់ការទាំងអស់វិញចូលទ្រាំទ្រនៅសេចក្តីលំបាកចូលឲ្យអ្នកការជាគ្រូផ្សាយដំណឹងល្អចុះព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ចម្ពោះផងមកដូចខ្ញុំបានជំរាបមុនចឹងខ្ញុំអត់ទាន់បានមើលខ4ផងប៉ុន្តែដូចត្រូវចំណុចដែលខ្ញុំបានជំរាបដែរហ្នឹងគឺត្រង់កន្លែងថាគេនឹងខ4ដែលខ្ញុំជំរាបតាមរឿងប៉ុន្តែខ5តែអ្នកឯទៀតតែឯអ្នកចូលទៅមានគំនិតនឹងថឹងកញ្ញាហេតុអីបើខ្ញុំនិយាយមុនចឹងគឺថាចាត់ទុកថាការលបងលោរបស់ព្រះសារលបងលោរបស់ព្រះចំពោះអ្នកបង្រៀនគឺធ្វើអ្នកដែលមកស្ដាប់ហ្នឹងគឺអត់ចូលចិត្តនឹងព្រះបន្ទូលសេចក្តីពិតទេគេចង់ទៅយករឿងព្រេងណាមកវិញចាត់ទុកថាអ្នកដែលបរៀនគេហ្នឹងព្រះមានបន្ទូលថាឲ្យទទូចជំរុញតាំងពីខ1ខ2មកហ្នឹងគឺដើម្បីឲ្យការលបងលោរបស់ព្រះចាត់ទុកថារឿងអស់ហ្នឹងជាការលបងលោរបស់ព្រះចុះដូច្នេះបងប្អូនហើយខ្ញុំនឹកឃើញស្ញោចនឹងសេចក្តីពិតរបស់ព្រះហ្នឹងណាព្រះទ្រង់មានបន្ទូលចឹងឲ្យតាំងឲ្យមាននឹងថឹងគឺថាមិនខឹងមិនក្រេវក្រោធមិនអ្វីទាំងអស់ក្នុងការទាំងអស់វិញឃើញក្នុងការដែលអ្នកដែលឲ្យដែលស្ដាប់យើងមិនចូលទេរកគេឲ្យមកបរៀនគ្រូជាច្រើនមកបរៀនវិញហ្នឹងកាត់ចាត់ទុកថាការលបងរបស់ព្រះអត់ធ្មត់ឃើញទេព្រះមានទូថាមានគំនិតនឹងថឹងក្នុងការគ្រប់ទាំងអស់វិញចូលទ្រាំទ្រនឹងសេចក្តីលំបាកអរគុណព្រះយើងអ្នកធ្វើការងារព្រះគឺថាមានការលបងលោពីព្រះមែនតែនចូលឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះព្រមទាំងបំពេញការងារខ្លួនគ្រប់ចម្ពោះផងនេះហើយដែលទ្រង់មានបន្ទូលថាយើងត្រូវតែឈ្នះនឹងការលបងលោរបស់ព្រះមិនមកពីសាតាំងទេគឺការលបងលោរបស់ព្រះតែយើងទ្រាំទ្រអត់ដែលប៉ះក្រុមជំនុំអញ្ចឹងហើយអ្នកនឹងក្រុមជំនុំអញ្ចឹងដែរពេលដែលយើងទទួលសេចក្តីពិតហើយមិនព្រមទទួលហើយស្ដាប់មិនយល់ហើយចង់យករឿងព្រេងវិញចាត់ទុកថាព្រះស្រឡាញ់យើងហើយហេតុអីបានខ្ញុំថាព្រះស្រឡាញ់យើងពីព្រោះឲ្យយើងនឹងមានចិត្តនឹកឃើញថាព្រះបន្ទូលនឹងតឹងពេកចាឬអញធ្វើមិនបានទេញរករឿងព្រេងណានៅក្នុងព្រះគម្ពីរនៅក្នុងព្រះពហិយអត់មានរឿងព្រេងទេមិនមែននៅខាងលោកីទេដែលមានរឿងព្រេងដូច្នេះសូមព្រះប្រទានពរដល់ការដែលខ្ញុំអធិប្បាយនឹងបរៀននៅពេលនេះក្នុងកាពីធីម៉ូថេខ្សែទី2ចំពោះ4ខ1ដល់ខ5នេះបានចប់ត្រឹមប៉ុណ្ណឹងចុះសូមព្រះប្រទានពរនឹងមានតទៅទៀតអរគុណព្រះអង្គ